ហមរបស់យើងដាច់អត់ហើយអំពូលបៃតងរបស់យើងនេះវានឹងភ្លឺកាលណាអំពូលបៃតងនេះភ្លឺបើន័យថា motor របស់យើងវាកំពុងតែវិលបាទឥឡូវយើងចុច start អូខេមកនេះបាទសូមគោរពជំរាបសួរទៅដល់បងប្អូនប្រិយមិត្តបាទក្នុងបណ្ដាញសង្គម YouTube Facebook បាទថ្ងៃនេះដែរជាថ្ងៃអាទិត្យខ្ញុំក៏ចេញជាវីដេអូមួយទាក់ទងជាមួយនឹងការគូ sequence នៅលើកម្មវិធី Catsimove បាទ sequence នេះដែរគឺជា sequence ព័ន្ធវិជា motor បាទដែលជាមូលដ្ឋានគ្រឹះដំបូងដែលបងប្អូនបាទដៃថ្មីបាទដែលរៀនផ្នែកខាង Kizini ដូច្នេះបងប្អូនគួរតែតាមដានវីដេអូនេះហើយស្ដាប់មួយបើសិនជាបងប្អូនចង់បាទយល់ដឹងពី sequence ក៏ដូចជាការគូសបាទ sequence ប្រព័ន្ធវិទ្យា motor បាទហើយប្រព័ន្ធវិទ្យា motor នេះគឺវាមានច្រើនបាទដំណាក់កាលតាមអ្វីដែលយើងចង់បានបាទគឺមិនមែនមានតែមួយមានអីទេគឺមានច្រើនបាទគឺយើងត្រូវសិក្សាតាមអ្វីដែលអតិថិជនចង់បានចង់ដំណើរការយ៉ាងម៉េចបាទចឹងថ្ងៃនេះខ្ញុំលើកយក sequence សាមញ្ញមួយបាទវាចែកជូនបងប្អូនសិស្សនិស្សិតដៃថ្មីទាក់ទងជាមួយនឹងវិស័យ Kizini ហើយសូមបញ្ជាក់បាទបងប្អូនដៃថ្មីបើសិនជាចង់បាទយល់ច្បាស់ក៏ដូចជាគូ sequence បាទយើងត្រូវយល់ពីនិមិត្តសញ្ញាក៏ដូចជាឧបករណ៍ Kizini មួយចំនួនបាទយើងត្រូវដឹងពីតួនាទីមុខងាររបស់វានិងការប្រើប្រាស់របស់វាអានឹងទើបយើងអាចគូបានយល់បាននេះគូបានលឿនបាទអញ្ចឹងកុំឲ្យខាតពេលយូរបាទយើងទៅទស្សនា sequence ទាំងអស់គ្នាហើយតាមដានមួយតើវាដំណើរការនឹងគូយ៉ាងម៉េចបាទអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាតោះចាប់ផ្ដើមចូលមកកុំព្យូទ័រហើយយើងបើកកម្មវិធីទាំងអស់គ្នាទាក់ទងជាមួយនឹងការគូ sequence ព័ន្ធវិទ្យា motor នៅលើកម្មវិធីមួយនេះហៅឈ្មោះ Catsimove បាទអញ្ចឹងយើងចូលមកលើកម្មវិធី Catsimove នេះមកទាក់ទងជាមួយនឹងការគូ sequence នេះបាទបងប្អូនត្រូវបាទដឹងពីតួនាទីដឹងពី tool របស់វាច្បាស់នឹងបានយើងគូបានលឿនបាទចំពោះកូដរបស់វានេះដែរគឺ4962បាទយើងបើកមកទាក់ទងជាមួយនឹងការ record screen នេះវារៀងតូចតិចបងប្អូនអញ្ចឹងវាមានការពិបាកមើលអញ្ចឹងសូមអធិស្ឋានគឺខ្ញុំនិយាយតាំងពីដើមមកចាប់ផ្ដើមគូ sequence បាទយើងត្រូវដឹងពី function នៅលើ toolbar របស់វាអ្វីសំខាន់គឺយើងត្រូវដឹងពីមុខងាររបស់ឧបករណ៍ Kizini ថាយើងប្រើយ៉ាងម៉េចតួនាទីយ៉ាងម៉េចហើយជើងរបស់វាគឺយើងត្រូវភ្ជាប់យ៉ាងម៉េចយើងត្រូវដឹងច្បាស់ពីមុខងាររបស់វាតួនាទីរបស់វានឹងទើបយើងអាចគូបាននឹងដឹងពីដំណើរការពិសេសរបស់គ្រឿងKizini មួយនេះអញ្ចឹងយើងទៅមើលទាំងអស់គ្នាតាក់ទងជាមួយនឹងការគូ sequence ប្រព័ន្ធវិទ្យា motor ទាំងអស់គ្នាបើជាដំបូងយើងត្រូវរើសប្រភពបងប្អូននេះប្រភព Kizini របស់យើងបាទឥឡូវយើងរើសយក3 pha បាទមាន node មានខ្សែដីបាទដើម្បីយកមកគូនេះយើងរើសប្រភពអូខេយើងរើសហើយវីដេអូនេះរៀងវែងបន្តិចប៉ុន្តែបើសិនជាបងប្អូនដៃថ្មីតាមដានមួយបងប្អូននឹងយល់ច្បាស់បាទឥឡូវយើងរើសប្រភពបានហើយបន្ទាប់ពីរើសប្រភពបានហើយយើងទៅរើសបាទឧបករណ៍ Kizini មួយចំនួនដែលយើងត្រូវប្រើក្នុងការគូ sequence ព័ន្ធវិទ្យា motor មួយហ្នឹងបាទឥឡូវនេះយើងរើសបានប្រភពបន្ទាប់មកយើងត្រូវរើសបាទ disjunctor ភាសា3 pha អញ្ចឹងយើងយក disjunctor 3 pole បាទយើងរើសដាក់តាមទីតាំងបាទដែលយើងធ្វើ design នេះមកតទៅពីបាន disjunctor 3 pole ហើយយើងធ្វើការអីទៀតយើងធ្វើការ contactor បាទ contactor មួយណាបងប្អូនបាទនេះជា contactor ក៏យើងយក3 pha ដែរបាទតែគេមានដាក់អក្សរ KM បាទអញ្ចឹងយើងដាក់មកអូខេតើបើយើងបាន contactor ហើយយើងត្រូវរើស overload បាទ overload នៅណា overload បាទซึ่งយើងទៅរក overload ទាំងអស់គ្នាទាក់ទងជាមួយនឹង overload បាទនៅក្នុង disjunctor ដែរបាទបងប្អូននេះ overload បងប្អូននៅក្នុង tool disjunctor យើងរើស overload មកអូខេឥឡូវយើងរើស overload បានហើយតទៅពីរើស overload បានហើយយើងត្រូវរើស motor ដែលយើងត្រូវប្រើនេះគឺ motor 3 pha បាទអូខេបាទពេលដែលយើងរើសបានបាទខាង sequence អនុភាពអស់ហើយឥឡូវយើងមកចាប់ផ្ដើមរើសខាង sequence បញ្ជា sequence បញ្ជាផ្សេង sequence អនុភាពផ្សេងបាទបងប្អូនอย่าច្រឡំខាងនេះគឺជា sequence អនុភាពឥឡូវយើងរើសបានហើយយើងទៅរើសខាង sequence បញ្ជាម្ដងបាទតើរើសបាននេះហើយយើងត្រូវរើសនេះបងប្អូនអានេះគឺជា disjunctor របស់យើងឥឡូវខ្ញុំរើសយក disjunctor 2 pole ដើម្បី control ទៅលើ sequence អនុភាពបាទ sequence បញ្ជានេះកាលណាដែលវាដើរបាន sequence អនុភាពនេះធ្វើការនេះបងឥឡូវយើងរើសខាង sequence បញ្ជា
នេះថាធំបញ្ជាតូចបញ្ជាទៅអាធំបងប្អូនគេហៅថា secret បញ្ជាយើង disjunction 2 pole មួយទៅមកយើងរើសនេះបងប្អូនយើងរើស overload ខាង secret បញ្ជាមួយណានេះ overload មួយបាទវាអាចនឹងរៀងស្មុគស្មាញបន្តិចតែបើយើងយល់ពីដំណើរការក៏ដូចជាទូនទីវាយើងអត់ស្មុគស្មាញទេវាជា overload ហើយចំពោះជើងរបស់វាខ្ញុំនឹងបញ្យល់លម្អិតមួយថាវាធ្វើការយ៉ាងម៉េចយើងរើស overload បានហើយឥឡូវយើងទៅរើសបាទប៊ូតុង start stop ប៊ូតុង start stop របស់យើងប៊ូតុង start stop នេះដែរក៏យើងត្រូវច្បាស់ដែរតើតើជាមួយនឹងប៊ូតុង start stop បើយើងអត់ច្បាស់ទេយើងចោលអត់ត្រូវទេតែបើយើងចង់ដឹងច្បាស់យើងយកអូម៉ែត្ររបស់វាជាក់ស្ដែងអានេះប៊ូតុង stop តើមកយើងយកប៊ូតុង start ដោយសារវារៀងធ្លាក់ទៅក្រោមខ្លាចបងប្អូនបាក់មើលចឹងខ្ញុំទាញវាឡើងលើបន្តិចដើម្បីឲ្យវាកាន់តែងាយស្រួលក្នុងការមើលខ្ញុំ select វាជប់មកខ្ញុំ select វាឡើងលើបន្តិចដើម្បីពេលនេះគូទៅបងប្អូនស្រួលមើលកុំឲ្យពិបាកមើលបាទបានវិញកុំឲ្យបាក់មើលក្នុងការគូបាទឥឡូវយើងរើសបាន disjunction ឬបាន overload ឬបាន stop start បាទយើងត្រូវរើស contactor មួយណា contactor ហ្នឹងគឺយើងរើសយកជើង A1 AP នេះ A1 AP ព្រោះនៅលើ contactor របស់យើងវាមានជើងប្រព័ន្ធវិទ្យា secret អនុភាពនិង secret បញ្ជាហើយ A1 AP នេះគឺជា secret បញ្ជានៅលើ contactor ដែលគេដាក់នៅលើ contactor នេះយើងអាចមើលលម្អិតនៅលើបន្តិចបន្ទាប់ពីយើងរើសបានហើយបាទយើងទៅរើសមួយទៀតគឺ contactor បាទនេះជា contactor នេះ contactor យើងទៅលើ contactor របស់យើងនេះ contactor របស់យើងបាទជើង contactor របស់យើងនៅខាង CP បញ្ជាគឺវាមានជើង NO និង NC ហើយយើងត្រូវដឹងច្បាស់បាទពីប្រភេទជើងរបស់ contactor ឲ្យបានច្បាស់ទៅយើងភ្ជាប់ទៅគឺត្រឹមត្រូវល្អអត់ខុសខ្ញុំរើសឲ្យអស់ខ្ញុំនឹងបញ្ជាក់ថាជើងណាធ្វើការបែបណាមានទួនាទីយ៉ាងណាតមកខ្ញុំទៅរើសជើង contactor ខាង CP បញ្ជាហ្នឹងគឺជើង NC បាទ NC មកនេះខ្ញុំរើស contactor ខាងជើង NO បាទឥឡូវខ្ញុំរើសខាងជើង NC បន្ទាប់ពីរើសបានហើយខ្ញុំទៅរើសអំពូលសញ្ញាដើម្បីបង្ហាញនៅពេលដែល motor យើងដើរទៅដើរការយ៉ាងម៉េចនៅពេលដែល motor យើងមានបញ្ហាឡើងកម្ដៅឬគាំង overload ធ្វើការវាដំណើរការយ៉ាងម៉េចអញ្ចឹងខ្ញុំទៅរើសបាទ secret ទាំងអស់គ្នារើសអំពូលសញ្ញាបាទទៅជាមួយអំពូលសញ្ញានៅខាងណាយើងបងពូសញ្ញា overload នេះបងប្អូននេះជាពូសញ្ញាបាទអញ្ចឹងយើងត្រូវភ្ជាប់វាមកពូសញ្ញាអូខេអញ្ចឹងពូទី1ឥឡូវនេះខ្ញុំប្រើពូ3គ្រាប់សម្រាប់បង្ហាញទិន្នន័យនៅពេលដែរម៉ូទ័រយើងធ្វើការឬក៏ម៉ូទ័រយើងគាំងម៉ូទ័រយើងឈប់នេះបងប្អូនខ្ញុំរើស3ពូសញ្ញាដើម្បីធ្វើការបង្ហាញនៅពេលដែលវាដំណើរការបាទបន្ទាប់ពីរើសឲ្យអស់ហើយបាទខ្ញុំអត់ទាន់ជាប់ខ្សែទេគឺយើងត្រូវតាំងបាទត្រូវតាំងឈ្មោះខាង secret អនុភាពក៏ដូច secret បញ្ជានឹងឲ្យដូចទៅនឹងគ្នាន័យថា secret អនុភាព secret បញ្ជាគឺត្រូវតាំងឲ្យដូចគ្នាប៉ុន្តែនេះខាងនេះគឺខាង secret អនុភាពខ្ញុំដាក់ F បាទ F ណាមក disjunction ចំណែក KM នេះគឺ contactor អញ្ចឹងខ្ញុំដាក់ KM overload នេះខ្ញុំដាក់ over ស្រួលណាស់បាទចំណែកនេះគឺជា motor ខ្ញុំដាក់ M ទៅទេតមកយើងទៅតាំងខាង secret បញ្ជាអូខេ F ដូចគ្នាដូចខ្ញុំបញ្ជាក់អញ្ចឹងគឺត្រូវតាំងដូចគ្នាបើខុសគ្នាគឺអត់ដែរទេ F overload ដាក់ O sorry ដូចជាមួយនឹង overload នេះយើងមើលសារទៀតនេះដូចគ្នាបតុងទី1នេះគឺជាបតុង stop ចឹងខ្ញុំដាក់ S ទៅទេ
តង់ទី2នេះគឺជាប៊ូតុង start អញ្ចឹងខ្ញុំដាក់ S1 ចំណែកនេះគឺជាជើងខាងបាទជើងsecret បញ្ជារបស់កុំព្យូទ័រអានុភាពរបស់យើងបាទគឺ A1 A2 ហ្នឹងបងប្អូនអញ្ចឹងខ្ញុំដាក់ឲ្យដូចទៅនឹងកុំព្យូទ័ររបស់ខ្ញុំដាក់ KF អូខេចំណែកនេះគឺបាទយើងនៅលើកុំព្យូទ័ររបស់យើងគឺជើង NO គឺជើងលេខ13 14អញ្ចឹងខ្ញុំដាក់ KM ដូចគ្នាតាមឲ្យត្រូវបងបញ្ជាក់ចំណែកជើង11 12នេះគឺជើង NC បាទដាក់ KM ដូចគ្នាអូខេតមកអំពូលសញ្ញាទី1នេះបាទខ្ញុំដាក់ខ្ញុំដាក់ read ចុះ9 read ហើយខ្ញុំដាក់ yellow បាទ yellow បានន័យថាទៅពេលដែល motor យើងកៀងឬក៏មានបញ្ហាលើបន្ទុកលើអីហ្នឹងវាការ overload នឹងការពារកុំឲ្យ motor យើងឆេះអញ្ចឹងខ្ញុំយកអំពូលពណ៌លឿងបាទទៅពេលដែល motor យើងមានបញ្ហាវានឹងឈប់អូតូកុំឲ្យ motor យើងឆេះខូចបាទអំពូលទី2នេះខ្ញុំដាក់ពូពណ៌ក្រហមនៅដែល motor យើងឈប់ដំណើរការភ្លើងក្រហមហ្នឹងវានឹងលត់ឡើងបង្ហាញយើងបាទអូខេចំណែកពូទី3នេះខ្ញុំដាក់ពណ៌ green អូខេខ្ញុំដាក់អក្សរ G ទៅបង្ហាញបាទនៅពេលដែល motor យើងកំពុងរ៉ាន់ហ្នឹងពូពណ៌បៃតងនេះវានឹងភ្លឺដើម្បីបញ្ជាក់ថា motor របស់យើងកំពុងធ្វើការបាទឥឡូវនេះបន្ទាប់ពីយើងរើស secret អនុភាព secret បញ្ជាហើយបាទទាំងពូសញ្ញាពេលឲ្យអស់ហើយយើងចាប់ដើមមកភ្ជាប់ខ្សែតែម្ដងបាទឥឡូវខ្ញុំរើសយកខ្សែនេះធ្វើរបស់វាហើយខ្ញុំរើសគូម្ដងឲ្យជាប់ទាំង3ម្ដងទៅឲ្យវាកាន់តែលឿនអូខេឥឡូវខ្ញុំរើសខាងខ្សែ N ធម្មតាពេលដែលយើងប្រើ motor 3 យើងអត់ប្រើខ្សែនៅទេបងប្អូនប៉ុន្តែខ្ញុំយកនេះគឺដោយសារតែយើងប្រើខាង secret បញ្ជាបាទតកតងជាមួយនឹងជើងកុំព្យូទ័រតកតងជាមួយនឹងពូសញ្ញាយើងត្រូវយកខ្សែ N មកប្រើប្រាស់អញ្ចឹងខ្ញុំរើសយក3 pha មាន N នេះមកបាទនេះគឺខ្សែដីគេហៅថាម៉ាស់ដីអូខេយើងបានប្រភពហើយអញ្ចឹងយើងចាប់ផ្ដើមភ្ជាប់ខ្សែយកតែម្ដងបាទឥឡូវខ្ញុំភ្ជាប់ខាង discounter បាទ pha 1 pha 2 pha 3ទៅ discounter របស់យើងភ្ជាប់ពី discounter យើងភ្ជាប់ទៅខាងជើងកុំព្យូទ័រអូខេរៀងយូរតិចបាទបងប្អូនតែបើតាមដានមួយទៅខ្ញុំធានាថាបងប្អូនដែលថ្មីប្រកបយល់ច្បាស់ហើយអាចរៀនគ្រូរៀនធ្វើបាទសិក្សាជាមួយលោកគ្រូអ្នកគ្រូបន្ថែមនៅសាលាទៅអនុវត្តខ្លាំងទៅប្រកបយល់ចេះហើយយើងភ្ជាប់ខ្សែដីបាទនេះឥឡូវខាង secret អនុភាពយើងភ្ជាប់ហើយឡប់មកយើងទៅភ្ជាប់ខាង secret វិជារបស់យើងភ្ជាប់ខាងខ្សែ pha សិនបាទខ្ញុំនឹងភ្ជាប់មួយឲ្យបងប្អូនមើលកុំឲ្យច្រឡំបាទកាលណាភ្ជាប់ច្រឡំខាង secret វិជាតកតងជាមួយនឹង pha នេះអាចនឹងមានបញ្ហាផ្ទុះអញ្ចឹងយើងភ្ជាប់អស់នេះភ្ជាប់ខាងខ្សែ pha អូខេឥឡូវខ្ញុំភ្ជាប់ខាងខ្សែ pha ឥឡូវខ្ញុំបញ្យល់ខាង secret វិជានេះសិនតកតងជាមួយនឹង secret វិជានេះបងប្អូននេះគឺជា discounter បាទតមកយើងជើង discounter យើងចូលជើង overload ជើង overload នៅខាងក្រោមវាមានបាទជើង95 96និង97 98ជើង95 96នេះគឺជាជើងជាប់របស់ overload បាទហើយជើង97 98នេះគឺជើងចំហបាទយើងភ្ជាប់ករណីដែល motor របស់យើងបាទមានសភាពក្តៅឬក៏លើបន្ទុកឬក៏កាំងអីចឹងទៅបាទមួយបាទបន្ទាប់ពីជើង overload ហ្នឹងមកយើងត្រូវស្គាល់ពីជើងប៊ូតុង stop បាទប៊ូតុងទី1ណាប៊ូតុង stop ប៊ូតុង stop របស់យើងគឺជើងលេខ11លេខ12ប៊ូតុង stop នេះជើងជាប់ពេលដែលយើងយកអូម៉ែត្រវាស់ជើងជាប់នោះអូម៉ែត្រវានឹងលឺបាទបើន័យថាបញ្ជាក់ថាវាជាជើងជាប់ហើយជើងភ្ជាប់មកចំណែកជើង start គឺជាជើងចំហបាទនៅពេលដែលយើងចាក់អូម៉ែត្រមកវាស់ទៅអត់លឺមិននៅជើងចំហហើយបាទគឺជើងនឹងវាអត់វាយភ្ជាប់ទេគឺវាចំហតែខាងក្រោមនេះគឺជើង A1 A2 របស់កុំព្យូទ័រយើងដឹងនៅលើកុំព្យូទ័រវាមានបង្ហាញប្រាប់ជើងហ្នឹងបាទឥឡូវយើងភ្ជាប់បន្តទៀតតកតងជាមួយនឹងបាទ
ចន្លោះ start stop បាទយើងត្រូវភ្ជាប់ទៅជើង NO បាទរបស់ contactor បាទគឺយើងភ្ជាប់ហើយបាទភ្ជាប់ទៅជើង NO របស់ contactor បាទបន្ទាប់ពីភ្ជាប់ជើង contactor នៅចន្លោះ start stop ហើយបាទយើងទៅភ្ជាប់ជាមួយនឹងជើង NC ជើងជាប់កាលណាយើងជាប់ទៅពេលដែល motor របស់យើងអត់ដំណើរការភ្លើងក្រហមនឹងមានភ្លើងកាលណាយើងចុច start ភ្លើងក្រហមដាច់វានឹងចេញភ្លើងបៃតងបាទអញ្ចឹងយើងជាប់មកគ្នាប៉ុន្តែថាភ្លើងពេលដែលយើងចុច start បងប្អូនភ្លើងវានឹងរត់ចូលទៅ contactor នៃខាង CQ បញ្ជាគឺ A1 បាទ A2 នេះគឺយើងដាក់ node A1 នេះគឺយើងដាក់ pha តែបើករណីcontactor ដែលយើងប្រើ3 pha គឺយើងអត់ប្រើ node ទេគឺយើងប្រើ pha ទាំងសងខាងយកតែម្ដងបាទនេះខ្ញុំយក contactor CQ បញ្ជាដែលប្រើមានខាង node បាទអញ្ចឹងយើងខ្សែ N2 នេះយើងដាក់ទៅខាង node បាទចំណែក A1 នេះយើងដាក់ខាង pha អញ្ចឹងនៅពេលដែលយើងអត់ទាន់ចុច start ទេបើន័យថាវាចំហមួយអញ្ចឹងភ្លើងវារត់អត់ដល់A1 ទេប៉ុន្តែក្នុងករណីដែលយើងចុច start ពឹកភ្លើងនឹងវានឹងភ្ជាប់មក A1 A2 មាន node ស្រាប់អញ្ចឹងវានឹងបាទថាធ្វើការគឺវានឹងបើកខូនmagnetic នៅក្នុង contactor ដើម្បីដំណើរការភ្ជាប់កាលណាភ្ជាប់ភ្លើងវានឹងរត់ជុំបាទទៅខាង circuit ទៅខាងជើង NO កាលណាជើង NO ធ្វើការវានឹងវាយភ្ជាប់អញ្ចឹង circuit នឹងវានឹងវិលជុំអញ្ចឹងបាទទោះយើងដកពី stop ពី start ក៏ដោយក៏ circuit នឹងនៅដំណើរការប៉ុន្តែយើងចុច stop ផ្ដាច់បាទនៅ contactor នេះ A1 កន្លែង A1 A2 វាលែងធ្វើការខាង NO នេះបាទវាជប់ដំណើរការបាទវានឹងផ្ដាច់ទៅអូតូបាទឥឡូវយើងភ្ជាប់នៅខាងជើង NC ជើង NC នេះបានន័យថាពេលដែលយើងចុច start ជើង NO នេះវានឹងធ្វើការបានន័យថាវានឹងវាយភ្ជាប់ប៉ុន្តែខាងជើង NC នេះពីដើមវាគឺជាជើងជាប់កាលណាយើងចុច start ជើងជាប់នឹងខ្លាយជាជើងចំហបាទនៅពីនឹងឆ្លាស់គ្នាចុច start ជើងចំហ NO នេះវានឹងភ្ជាប់ជើង NC ជើងជាប់នេះវានឹងទៅជាជើងចំហបាទអូខេសង្ឃឹមថាយល់ទាំងអស់គ្នាបើយើងភ្ជាប់ខ្សែទៀតបាទឥឡូវយើងភ្ជាប់បាទបានន័យថាពេលយើង start នេះបើអត់ចុច start នេះភ្លើងវាអត់ទាន់មកcontactor របស់យើងទេអញ្ចឹងយើងត្រូវភ្ជាប់បាទទៅខាងនេះបងប្អូនខាង stop របស់យើងនេះអូខេបន្ទាប់មកយើងបាទនេះភ្ជាប់ពីជើង NC របស់យើងនេះបាទទៅខាងពូលក្រហមអូខេពូលក្រហមបាទបន្ទាប់មកយើងភ្ជាប់បាទនេះអំពូល green នេះពូលបៃតងនេះទៅខាងជើងcontactor របស់យើងបាទបើណាយើងចុច start contactor ធ្វើការវាយភ្ជាប់ភ្លើងវាមកខាងបៃតងអញ្ចឹងភ្លើងនេះជាប់កុំជើង contactor របស់ NO នេះវានឹងផ្ដាច់ក្រហមនេះវានឹងលែងភ្លើងឥឡូវយើងបញ្ចប់ខាង overload បាទ overload នេះគឺយើងភ្ជាប់ខាងជើង98បាទចូលមកសញ្ញាដូចយើងទាញឡើងលើតិចដើម្បីឲ្យវាកោងញ៉ៃពេកបាទឥឡូវយើងភ្ជាប់ហើយអូខេដល់មកយើងភ្ជាប់នេះមកវិញភ្ជាប់ខ្សែភ្លើងនេះចូលមកខាង97 98មកយើងប៉ុងចេញពីជើង95មក97មកអូខេបាទបន្ទាប់ពីយើងភ្ជាប់ខាង CQ អស់ហើយបាទយើងទៅភ្ជាប់ខាងខ្សែ pha យើងភ្ជាប់ខាងខ្សែ node ភ្ជាប់មាត់អានេះខាង node យើងភ្ជាប់ direct មកអូខេបាទយើងភ្ជាប់ចូលជើង D-center វិញបងប្អូនយើងប្រើ D-center 2 pole node pha ខាង CQ មានជាអូខេហើយយើងភ្ជាប់ខ្សែ node បាទខាងជើងខាងលើនៃប្រភពរបស់យើងមកនេះបាទហើយយើងអាចមើល CQ របស់យើងបានខ្លះហើយបាទហើយយើងត្រួតពិនិត្យថា CQ យើងគូនឹងវាត្រឹមត្រូវអត់បាទសូមទោសបងប្អូនដោយសារខាងក្រៅមានគ្រូក្តាំងតិចយើងអាចរៀងជាប់តិច
បាទឥឡូវយើងជាប់ខាងពូសញ្ញានេះបាទទៅខាង sinus របស់យើងបាទនេះយើងជាប់ទៅ auto ទៅsimulation ទៅលើ CQ មួយរបស់យើងនេះថាវាដើរទៅអត់ចំពោះការតាំងយើងគឺតាំងឲ្យអស់ហើយបាទឥឡូវយើងចាប់ដើម run ដល់គ្នាបើសិនមានការខុសយើងចាប់ដើមកែតាមក្រោយអូខេឥឡូវយើងចាប់ដើមធ្វើ simulation ណាបាទឥឡូវយើងបើក discounter បាទនេះយើងបើក discounter របស់យើងនេះយើងបើក discounter ខាង CQ បញ្ជានេះក៏វាធ្វើការដែរបាទឥឡូវយើង motor របស់យើងអត់ធ្វើការបាទនេះបងប្អូននេះអញ្ចឹងអំពូលក្រហមរបស់យើងនេះវានឹងបង្ហាញបាទថា motor របស់យើងអត់ធ្វើការទេនេះអំពូលក្រហមរបស់យើងបង្ហាញហើយតោះមកយើងចុច start ពេលចុច start តើអំពូលក្រហមរបស់យើងដាច់អត់ហើយអំពូលបៃតងរបស់យើងនេះវានឹងភ្លឺកាលណាអំពូលបៃតងនេះភ្លឺបើន័យថា motor របស់យើងវាកំពុងតែវិលហើយបាទឥឡូវយើងចុច start អូខេមកនេះបើដល់ពេលយើងចុច start បាទ motor របស់យើងនេះវានឹងវិលឃើញវាចេញសញ្ញាមកវិលនេះបាទវិលបន្ទាប់មកភ្លើងក្រហមរបស់យើងនឹងវានឹងដាច់បើន័យថា motor របស់យើងធ្វើការអំពូលបៃតងនេះវានឹងបង្ហាញអូខេបាទអញ្ចឹងនៅពេលដែល motor យើងក្តៅឬក៏គាំងឬក៏លើកបន្ទុកលើអីចឹងទៅខាង overload វានឹងធ្វើការអញ្ចឹងពេលដែលយើងចុច overload នេះបងប្អូនយើងមិនចុចទេនឹងខ្ញុំគាត់ធ្វើឧទាហរណ៍នៅលើសកម្មវិធីទេបើន័យថានៅពេលដែល motor យើងឡើងកម្ដៅឬក៏លើកបន្ទុកឬក៏គាំងអីចឹងទៅអា overload នេះវាមានទូនាទីការពារ motor របស់យើងអញ្ចឹងនៅពេលដែលមានបញ្ហាហ្នឹង overload វាធ្វើការអំពូលនេះពណ៌លឿងនេះវានឹងដាច់អំពូលពណ៌លឿងវានឹងភ្លឺ motor របស់យើងវានឹងឈប់ធ្វើការហើយបើយើងចង់ចុច start stop នេះក៏វាលែងដើរលុះត្រាតែយើង reset នៅលើ overload បាទប៊ូតុងមូលពណ៌ខៀវនៅលើជើង overload ហ្នឹងដាក់ set វាយើងចុចជាប់ទៅវានឹងធ្វើការឡើងវិញឥឡូវយើងបាទយើងសាកធ្វើតេស្តគេបងប្អូននេះឃើញពេលដែល motor របស់យើងឡើងក្តៅឬក៏អីចឹងទៅ motor របស់យើងអត់ធ្វើការទេវាជួយការពារ motor យើងកុំឲ្យឆេះមកខូចបាទអញ្ចឹងពូសញ្ញាពណ៌លឿងនេះវានឹងបង្ហាញបាទប្រាប់យើងបានន័យថា motor របស់យើងពុំមានដំណើរការមិនល្អហើយបាទអញ្ចឹងយើងគួរតែត្រួតពិនិត្យមើលឡើងវិញបាទដើម្បីឲ្យដំណើរការឡើងវិញបងប្អូនត្រូវចុចប៊ូតុង set នៅលើជើង overload ដែលខ្ញុំដាក់នៅខាងក្រោមនោះពណ៌ខៀវមូលនោះបាទឥឡូវខ្ញុំចុច set វាមកអូខេអញ្ចឹងវានឹងទៅសភាពដើមវិញmotor របស់យើងបាទនឹងឈប់ធ្វើការហើយភ្លើងក្រហមវានឹងរត់ឡើងន័យថា motor របស់យើងឈប់ធ្វើការបើយើងចុច start ម្ដងទៀតដើម្បី motor យើងដើរភ្លើងក្រហមដាច់ភ្លើងបៃតងវានឹងបង្ហាញឡើងឃើញទេបងប្អូន motor របស់យើងដើរហើយភ្លើងបៃតងនឹងបង្ហាញឡើងបាទអូខេអញ្ចឹងក្នុងការគូ CQ ពណ៌ជា motor លក្ខណៈដំបូងនេះយើងត្រូវយល់បានច្បាស់ពីជើងពីទូនាទីមុខងាររបស់វាទៅបានយើងគូបានបាទtrong video នេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការចែកលេខសង្ឃឹមថាបងប្អូនយកទៅមើលនិងអនុវត្តម្ដងហើយម្ដងទៀតបើសិនជាអត់យល់បាទបើសិនជាអត់យល់បងប្អូនអាច comment សួរខាងក្រោមឬក៏ចង់ចេះនៅប្រព័ន្ធ CQ មួយចំនួនទៀតបងប្អូនអាច comment នៅខាងក្រោមបើសិនជាខ្ញុំមានពេលខ្ញុំនឹងធ្វើវីដេអូបង្ហាញបាទអញ្ចឹងជាចុងក្រោយបាទសូមអរគុណបាទចំពោះការតាមដានទស្សនាបងប្អូនទាំងអស់បាទជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាបាទបាយបាយ